សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញដើមប្រមាត់មនុស្សនេះគឺជារូបរាងដើមប្រមាត់មនុស្សមួយទៀតគឺស្មៅប្រមាត់មនុស្សខុសគ្នាបងប្អូនដើមវារាងសហ្នឹងដែលអាស្មៅប្រមាត់មនុស្សហ្នឹងតូចពណ៌ខៀវហើយនឹងផ្កាពណ៌សណាហ្នឹងហៅថាស្មៅប្រមាត់មនុស្សដល់នេះដើមប្រមាត់មនុស្សដើមនេះវាមានរសជាតិល្វីងណាល្វីងជាងស្មៅប្រមាត់មនុស្សទៅទៀតហ្នឹងឆ្លក់វាអញ្ចឹងណារៀងសន្តានឆ្លក់វាតន់ណាបែបនេះហើយនឹងមានផ្លែណាផ្លែវាក្របតែនេះអត់ឃើញចាំខ្ញុំរកឃើញកន្លែងដើមមានផ្លែចាំខ្ញុំប្រាប់ហ្នឹងគឺផ្លែណាផ្លែប្រមាត់មនុស្សផ្លែដើមប្រមាត់មនុស្សនឹងវាផ្លែវាអញ្ចឹងនឹងផ្លែរបស់វាណាបងប្អូននេះដើមរបស់វាអញ្ចឹងកលហ្នឹងវាមិនចុះទៅក្រោមទេឬវានៅតែលើដៃដែរហ្នឹងនៅដោយតំបន់ណាតំបន់ខ្លះអត់មានទេតំបន់ខ្លះនៅមាននៅខាងកម្ពុជាក្រោមវាពិបាករកដែរកាលនោះខ្ញុំអត់ដឹងគឺខ្ញុំតែងតែទៅទិញនៅខាងសាអូរស័យដល់ឡើយដឹងក៏ទៅទិញខ្លះជាងដែរព្រៃយើងនេះវាចង់ដាច់ពូជទៅហើយហ្នឹងគឺផ្លែវាអញ្ចឹងហើយសន្តានស្លឹកវាបែបនេះឯងហើយល្វីងណាហើយកលវាអញ្ចឹងវានៅទៅលើដៃទេវាមិនចុះទៅក្រោមទេឬវាហ្នឹងហើយកុំថាស្មៅប្រមាត់មនុស្សល្វីងណាអានេះល្វីងជាងអៅស្មៅប្រមាត់មនុស្សទៀតណាល្វីងណាមិនណាដូចនឹងគឺព្យាបាលបានច្រើនរោគណាបងប្អូនហើយដើមហ្នឹងណាយើងយកទៅផ្សំនឹងរុក្ខជាតិផ្សេងទៀតឱសថផ្សេងទៀតហើយបើអាចយើងថាជាប្រភេទថ្នាំត្រជាក់ណាជាប្រភេទថ្នាំត្រជាក់ព្រោះវាមានជាល្វីងហើយបងប្អូនកុំច្រឡំអាដើមមួយនេះណាអាដើមមួយនេះគឺឆ្លាក់ស្តៀងគ្នាណានេះអាហ្នឹងណាអានេះមិនមែនប្រមាត់មនុស្សទេណាកុំច្រឡំណាគាត់ឆ្លាក់វាស្តៀងគ្នានឹងឯងអានេះវាឆ្លាក់វាបែកទេធៀងវាដល់ប្រមាត់មនុស្សជិះណាហើយតន់ខុសគ្នាបងប្អូននឹងថាដើមប្រមាត់មនុស្សមិនមែនស្មៅប្រមាត់មនុស្សទេហាក់ស្មៅប្រមាត់មនុស្សអានោះរៀងតូចណាទៀតនឹងដៃផ្កាសល្អិតហ្នឹងហៅថាស្មៅហ្នឹងគឺឆ្លៀតមករកថ្នាំបងប្អូនថ្នាំខ្លះមករកបានក៏រកអញ្ចឹងទៅថ្នាំខ្លះរកមិនបានក៏ទៅជាវដល់ស្រុកខ្មែរអញ្ចឹងណាអញ្ចឹងក៏សូមទឹកចិត្តបងប្អូនយើងដែលអ្នកជំងឺហ្នឹងព្រោះអីកុំថាថ្នាំថ្លៃថ្នាំថោកអីព្រោះអីថ្នាំខ្លះក៏យើងសិតតែទិញបងប្អូនណាសិតតែទិញទេហើយថ្នាំខ្លះដល់ដើររកបានអញ្ចឹងក៏ឲ្យថ្លៃសាំងថ្លៃដល់បងប្អូនដែរចឹងណាមិនមែនប្រើគេទៅអីចឹងសង្ឃឹមថាយល់ផងព្រោះថ្នាំខ្លះមួយមុខជំងឺចឹងជិត20មុខក៏មានដែរណាផ្សំជិត20មុខហើយមុខខ្លះត្រូវទៅទិញហើយចំពោះបងប្អូនខ្វះខាតក៏ជួយតាមសទ្ធាឲ្យតាមសទ្ធាចឹងឯងមិនមែនថាតែកាត់តម្លៃអីទាំងអស់នោះទេបងប្អូនអើយចឹងសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះគឺគ្រាន់តែចង់បង្ហាញឲ្យបងប្អូនស្គាល់នៅដើមប្រមាត់មនុស្សមិនមែនស្មៅប្រមាត់មនុស្សទេគឺដើមចឹងសូមអរគុណលោកគ្រូបឺ